សួស្តីអ្នកទាំងអស់គ្នាខ្ញុំអាសាស្វាគមន៍មកកាន់វីដេអូសម្រាប់សាច់រឿងភាគថ្មីប្រចាំចក្រវាល DCU ហៅថា Lanterns ដែលផ្ដោតលើវីរបុរសចិញ្ចៀនទើប Green Lantern ចំនួន2នាក់ឈ្មោះ Hal Jordan និង John Stewart តើបងខ្ញុំគិតថាចាំចប់មួយស៊ីសិនចាំធ្វើវីដេអូប៉ុន្តែគេចេញពីអេពីសូតដំបូងនេះគឺល្អមើលខ្លាំងមែនទែនចំពោះ Green Lantern Corps នឹងគឺដូចជាប៉ូលីសអវកាសអញ្ចឹងដោយពួកគេគឺមានទីស្នាក់ការធំនៅលើភូមិមួយហៅថា OR ហើយចក្រវាលទាំងមូលនឹងគឺបែងចែកជា 3600 sector ដោយជាធម្មតាមួយ sector គឺមាន Green Lantern 2នាក់ជាអ្នកមើលការខុសត្រូវចំណែកប្រវត្តិរបស់ពួកគេវិញគឺចាប់ផ្ដើមតាំងពីរាប់ពាន់ឆ្នាំមុនឯណោះជាមួយនឹងពូជសាសន៍បុរាណមួយហៅថា Guardians of the Universe ហើយក្រុម Guardian នឹងគឺបានរកឃើញពីប្រភពធម្មពលដ៏អស្ចារ្យមួយយកចេញពីកម្លាំងឆន្ទៈឬក៏ Will Power ចេញពីសភាវៈមានជីវិតទាំងអស់ពីពេញចក្រវាលនឹងឯងរួចពួកគេនឹងក៏បានបង្កើតចិញ្ចៀនទើប Green Lantern ដែលអាចស្រូបយកអាធម្មពល Will Power ឬក៏ឆន្ទៈនឹងយកមកប្រើប្រាស់អ្នកដែលបានពាក់វាហើយគឺអាចជប់ចេញអីក៏បានដែរហើយចិញ្ចៀននីមួយៗនឹងគឺនឹងមានសមត្ថភាពជ្រើសរើសម្ចាស់ដោយខ្លួនឯងដោយបុគ្គលម្នាក់នោះគឺជាអ្នកដែលមានភាពក្លាហានមានឆន្ទៈ Will Power ខ្ពស់និងមិនមានភាពភ័យខ្លាចហើយដើម្បីក្លាយជាសមាជិក Green Lantern ពេញលេញពួកគេក៏ត្រូវនិយាយពាក្យសម្បត្តិផងដែរ In brightness day in blackness night no evil soul escape my sight let those worship evil might beware my power Green Lantern's life រួចសមាជិក Green Lantern ដែលល្បីជាងគេលើផែនដីនេះគឺមានឈ្មោះថា Hal Jordan ហើយប្រវត្តិរបស់គាត់នេះគឺថានៅក្នុងឆ្នាំ1986សមាជិក Green Lantern ម្នាក់ឈ្មោះ Abin Sur គឺបានធ្លាក់យានអវកាសរបស់គាត់នៅលើផែនដីចំតំបន់មួយនៅ Rushville រដ្ឋ Nebraska ហើយដោយសារតែរបួសធ្ងន់ចិត្តស្លាប់ Abin Sur ក៏បានបញ្ជាចិញ្ចៀនរបស់គាត់នឹងឲ្យស្វែងរកម្ចាស់ថ្មីផងដែរហើយចិញ្ចៀន Green Lantern នោះក៏បានជ្រើសរើសយក Hal Jordan ហើយ Hal ក៏បានក្លាយទៅជា Green Lantern ថ្មីកាលពីតំបន់ Sector លេខ2814នេះផងដែររួចឆ្លងកាត់រយៈពេល10ឆ្នាំក្រោយមកនៅក្នុងឆ្នាំ1996នៅពេលដែល Hal Jordan នឹងគឺបានទៅជួយទប់ស្កាត់អាចផ្កាយមួយកុំឲ្យធ្លាក់លើផែនដីក៏ធ្វើឲ្យអ្នកគ្រប់គ្នានឹងចាប់ផ្ដើមស្គាល់គាត់ជា Green Lantern ផងដែររួចក្នុងពេលនោះយើងក៏បានណែនាំមកស្គាល់ក្មេងប្រុសម្នាក់ឈ្មោះ John Stewart កំពុងតែមើលកិច្ចសម្ភាសន៍របស់ Hal នៅក្នុងទូរទស្សន៍ហើយគាត់នឹងគឺពិតជាស្រឡាញ់គោរព Green Lantern ម្នាក់នេះមែនតើហើយយើងក៏បានរកឃើញផងដែរថាឪពុករបស់ John នឹងគឺបានវឹកហាត់ក្មេងប្រុសនេះតាំងពីតូចកុំឲ្យមានភាពភ័យខ្លាចរួចយុទ្ធសាស្ត្ររបស់គាត់នឹងគឺសាហាវមែនតើដោយយកផ្លែប៉ោមដាក់នៅលើក្បាលហើយគាត់នឹងគឺទាញកាំភ្លើងយកបាញ់នឹងឯងការចូលមកដល់ឆ្នាំ2016ម្ដងឥឡូវនេះ John Stewart នឹងគឺធំពេញវ័យហើយរីឯ Hal Jordan វិញឥឡូវនេះគឺបានធ្វើជា Green Lantern អស់រយៈពេល30ឆ្នាំហើយដែរហើយយើងក៏បានរកឃើញថា The Guardian នឹងគឺបានប្រាប់ឲ្យ Hal Jordan យក John Stewart នឹងធ្វើជាកូនសិស្សវឹកហាត់ឲ្យរៀនប្រើប្រាស់ចិញ្ចៀន Green Lantern ពលគឺចាត់ទុកគាត់ជាអ្នកបន្តវេននឹងឯងបើសិនជាមានរឿងអ្វីកើតឡើងទៅលើ Hal John Stewart គឺនឹងក្លាយទៅជា Green Lantern បន្តហើយនេះគឺជារឿងដ៏ប្លែកមែនទែនព្រោះតាំងពីដើមមកចិញ្ចៀន Green Lantern គឺជាអ្នកជ្រើសរើសម្ចាស់ដោយខ្លួនឯងប៉ុន្តែលើកនេះ The Guardian គឺប្រាប់ឲ្យ Hal នឹងធ្វើការវឹកហាត់ John Stewart ដោយផ្ទាល់ទៅវិញអញ្ចឹងហើយទំនាក់ទំនងរបស់អ្នកទាំងពីរនឹងក៏រៀងប្លែកដែរមួយជាគ្រូជាសិស្សប៉ុន្តែក៏មានការសង្ស័យក្នុងចិត្តដូចគ្នានៅក្នុងពេលមួយដែលអ្នកទាំងពីរជិះឡានជាមួយគ្នានឹងគិតថានាំ John ទៅវឹកហាត់ Hal ក៏ចង់ទៅពីសមត្ថភាពរបស់ John ឆៅដោយដោះចិញ្ចៀនរបស់គាត់ឲ្យទៅកាន់ John បើកឡានទម្លាក់ជ្រោះហើយក៏បានលោតចុះផងដែរហើយពេលឃើញបែបហ្នឹង John ក៏បានស្វេស្វាយកចិញ្ចៀន Green Lantern មកពាក់និងធ្វើការជួបរបាំងការពារកុំឲ្យមានគ្រោះថ្នាក់ក្លាប់ឡាននេះហើយគាត់នឹងក៏ខឹង Hal មែនទេមិនដឹងថាយុទ្ធសាស្ត្របង្រៀនប្រភេទណាទេបន្តមកទៀតនៅពេលដែលទៅវិញនៅក្នុងចិញ្ចៀនហ្នឹងគឺមានខួរក្បាលរបស់ Hal record ទុកនៅក្នុងហ្នឹងផងដែរដោយជាធម្មតាសមាជិក Green Lantern ម្នាក់ៗហ្នឹងគឺតែងតែ record ព័ត៌មាននៅក្នុងខួរក្បាលរបស់ពួកគេទុកយ៉ាងហោចណាស់ក៏ម្ដងក្នុងមួយអាទិត្យដែរប៉ុន្តែសាររបស់ Hal Jordan មួយនេះគឺ record តាំងពីឆ្នាំ2006គឺ10ឆ្នាំមុននឹងបាននិយាយថាមានរឿងអាថ៌កំបាំងកើតឡើងនៅក្នុងតំបន់ Rushville រដ្ឋ Nebraska ចំណែក Hal Jordan វិញនៅពេលឮ John និយាយប្រាប់រឿងនេះហើយគាត់នឹងក៏បានយកចិញ្ចៀនមកពាក់និងហោះសម្ដៅទៅកាន់ទីនោះភ្លាមចំណែក John ដែលគេទុកចោលវិញក៏គ្មានវិធីសាស្ត្រអីដែរមានតែកក់សំបុត្រយន្តហោះនិងធ្វើដំណើរទៅតាមធម្មតានឹងឯងបន្តមកទៀតនៅពេលទៅដល់តំបន់ Rushville នឹងហើយនៅក្នុងកម្មវិធីលេងបាល់មួយក៏មានឧបទ្ទវហេតុខ្មាំងកាំភ្លើងបាញ់គ្នារហូតដល់មានជនរងគ្រោះស្លាប់ដល់ទៅ4នាក់ឯណោះរួចនៅពេលដែលទៅពិនិត្យមើលកន្លែងកើតហេតុ Hal ក៏សង្ស័យថានៅទីនេះគឺមានតាក់ទងជាមួយនឹងពួក alien ក្រៅភូមិនៅ
ទីនោះដែរអ្នកស្រីប៉ូលីស Carrie Kane ក៏បានធុញនឹងវត្តមានរបស់ Hal ក៏ដូចជា John មែនទែនដោយពួកគេនឹងអាងថាជា Green Lantern ចង់ទៅណាមកណាក៏បានហើយនាងក៏បាននិយាយជាមួយ Hal ដែរថានេះគឺគ្មានអីតាក់ទងជាមួយនឹងពួក alien ឡើយចំណែក Hal វិញក៏គ្មានផុសតាំងអីដែរប៉ុន្តែគាត់នឹងគឺចេះតែមានអារម្មណ៍ទីដឹងថាពួកនេះគឺជា alien ហ្នឹងឯងរនៅទីនោះក៏មានជនសង្ស័យម្នាក់រៀងឈរលែលើមខុសគេហើយ John Stewart ក៏បានជួយអ្នកស្រីប៉ូលីស Carrie ដេញតាមមកមួយនឹងហើយក៏ចាប់វាបានសម្រេចហើយនៅពេលដែល Hal ចង់សួរចម្លើយវាស៊ើបការថែមទៀត Carrie ក៏ហាមគាត់ផងដែរថាទោះជា Hal ជា Green Lantern ពិតមែនស្រុកផ្ទះនេះគឺមានច្បាប់ទម្លាប់ត្រឹមត្រូវហើយ Hal នឹងគឺមិនចេះធ្វើអីតាមចិត្តកើតឡើយបន្តមកទៀតដើម្បីចូលទៅកាន់កន្លែងមន្ទីរឃុំឃាំងនឹង Hal ក៏នឹកឃើញវិធីសាស្ត្រមួយផងដែរគឺទៅធ្វើជាផឹកស្វឹងវាយគ្នានៅកន្លែងបារមួយនឹងឲ្យប៉ូលីសចាប់ខ្លួនយកទៅកន្លែងនេះគឺលុយមែនតើ Hal គឺបានប្រើចិញ្ចៀនជប់ជាលុយយកមកប្រើរួចស្របពេលនោះចំពោះ John វិញក៏បានស្គាល់គ្នាជាមួយនឹងស្ត្រីម្នាក់ឈ្មោះ Zoe ហើយនៅពេលដែលនិយាយគ្នាញ៉ាយចូលឡើងទៅក៏បានចូលទៅក្នុងឡានដែលជាមួយគ្នាទៀតផងហើយ Zoe នេះគឺហាក់ដូចជាចាប់អារម្មណ៍ទៅលើ Green Lantern មែនតើចំណែកអ្នកស្រីប៉ូលីស Carrie វិញក៏ដឹងពីល្បិចរបស់ Hal ផងដែរអញ្ចឹងហើយជាជាងយកគាត់ទៅឃុំឃាំងក៏បានចាប់ Hal ឡើងទៅដោះស្រាយក្តីលើតុលាការតែម្ដងរួចក្នុងពេលនោះដែរបរិសម្នាក់ឈ្មោះ Billy Macon នឹងក៏បានមកជួយរំលោះ Hal ទៅនិងប្រាប់គាត់ជាមួយ John ថាឪពុករបស់គាត់ឈ្មោះ William គឺមានរឿងសំខាន់ចង់និយាយជាមួយហើយមួយ Billy នេះការពិតទៅគឺត្រូវជាប្តីរបស់អ្នកស្រីប៉ូលីស Carrie នឹងឯងហើយ Carrie នឹងក៏បានមកដាស់តឿន Hal ផងដែរថាឪពុកក្មេករបស់នាង William នឹងមិនមែនជាបរិសុទ្ធល្អឡើយហើយ Hal នឹងក៏មិនគួរពាក់ព័ន្ធគ្នាជាមួយនឹងគាត់នោះទេហើយនៅពេលដែល Hal នឹង John ធ្វើដំណើរទៅផ្ទះអាប៉ែ William នឹងក៏បានឃើញថានៅទីនេះគាត់នឹងគឺមានដីដ៏ធំមួយក៏ដូចជាទាហានស៊ីឈ្នួលជាច្រើនអ្នកធ្វើការវឹកហាត់បាញ់កាំភ្លើងនិងប្រើប្រាស់អាវុធច្រើនប្រភេទមែនតើហើយស្ត្រីម្នាក់ឈ្មោះ Zoe ដែល John បានជួបនឹងការពិតទៅគឺជាប្រពន្ធរបស់ William នឹងឯងហើយគ្រាន់តែដឹងបែបនេះភ្លាម John នឹងក៏រៀងសង្ហាចិត្តដែរដេកជាមួយនឹងប្រពន្ធគេហើយមួយ William នេះក៏មិនមែនជាប្រភេទបរិសុទ្ធដែលគាត់គួរទៅញញ៉ាយជាមួយដែរហើយ William នឹងក៏បាននិយាយប្រាប់ Hal និង John ថាគាត់ក៏មានការសង្ស័យថានៅក្នុងទីក្រុងតូច Rushville របស់ពួកគេនេះគឺមានវត្តមាន alien អញ្ចឹងហើយក៏សំណូមពរឲ្យ Hal នឹងជួយស៊ើបការផងហើយគាត់នឹងគឺមានទាហានស៊ីឈ្នួលជាច្រើននឹងគឺធ្វើការវឹកហាត់ដើម្បីត្រៀមខ្លួនជៀសវាងមានព្រឹត្តិការណ៍ alien មករាតត្បាតផែនដីអីជាដើមហើយមិនតែប៉ុណ្ណោះគាត់នឹងក៏បានប្រាប់ឲ្យប៉ូលីសជួយរៀបចំឲ្យ Hal បានទៅសួរចម្លើយជនសង្ស័យដែលមានឈ្មោះថា Waylon Sander ម្នាក់នោះហើយនៅពេលនិយាយគ្នានឹង Hal ក៏បានសួរសំណួរមួយចំនួនតាក់ទងជាមួយរឿងរ៉ាវផ្ទាល់ខ្លួនឬក៏ទីក្រុងមួយនេះហើយអាមួយ Sander នឹងគឺឆ្លើយត្រូវឡើងឥតខ្ចោះតែម្ដងប៉ុន្តែនៅពេល Hal សួរតាក់ទងជាមួយ Harry Potter ឬក៏ប្រធានាធិបតី Barack Obama អីអាប៉ែមួយនេះគឺបែរជាស្ទាក់ស្ទើរឆ្លើយមិនចេញនោះទេសូម្បីតែសាលា Harry Potter ទៅនឹងក៏មិនដឹងឈ្មោះដែរ Harry Potter went to Hogwarts, you ignorant alien fuck. ហើយ Hal នឹងក៏បានទីដឹងថាវាគឺជា alien បន្លំខ្លួននឹងឯងចំណែក Sander ក៏បានឆ្លើយឌឺដងទៅវិញថាបើសិនជាគាត់ជា alien មែនគាត់មកទីនេះក៏មិនមែនគ្មានមូលហេតុដែរគឺមានគំនុំសងសឹកធំត្រូវដោះស្រាយហើយនៅក្នុងខួរក្បាលវានឹងគឺបានដាំគ្រាប់បែកកម្រិតធ្ងន់នៅពេលផ្ទុះទៅទីក្រុងមួយនេះទាំងមូលនឹងខ្ទេចខ្ទីជាមិនខានហើយ Hal គឺប្រហែលជាការពារមិនកើតឡើយដោយសារតែចិញ្ចៀននឹងគឺមើលទៅមិនទាន់សាកថ្មនោះទេរួចវាក៏សង្ស័យថា Hal Jordan នឹងគឺមានចេតនាអត់សាកថ្មនិងចង់មានគ្រោះថ្នាក់រហូតដល់ស្លាប់បាត់បង់ជីវិតឬក៏មិនដោយវានឹងគឺផ្ទុយពីពាក្យសម្បត្តិរបស់ Green Lantern នឹងឯងចំណែក Hal វិញនៅពេលឃើញអាមួយ alien មួយនេះយកពាក្យសម្បត្តិ Green Lantern មកនិយាយលេងសើចគាត់ក៏បានធ្វើការវាយវាតែម្ដងហើយ alien នឹងក៏បានដាក់ដំណើរការគ្រាប់បែកក្នុងខួរក្បាលវាធ្វើការបំផ្ទុះយ៉ាងខ្លាំងតែសំណាងល្អ Hal គឺបានប្រើចិញ្ចៀនបង្កើតជារបាំងមួយដើម្បីទប់ចំហាយគ្រាប់បែកហ្នឹងប៉ុន្តែទោះជាយ៉ាងណាក៏បរិវេណជុំវិញទីនេះក៏ប៉ើងខ្ចាក់ខ្ចាយដូចគ្នាបន្តមកទៀតកាន់មកដល់ឆ្នាំ2026ម្ដងគឺ10ឆ្នាំទៀតហើយនិយាយទៅ timeline មួយនេះប្រកាសជាមានលក្ខណៈពិសេសអីជាមិនខាន Hal Jordan ក្លាយជា Green Lantern គឺ1986គាត់ប្រកាសឲ្យគ្រប់គ្នាដឹងគឺ1996គាត់គឺបានថតសារទុកនៅក្នុងចិញ្ចៀនគឺ2006ហើយសាច់រឿងគោលគឺកើតឡើង2016ឥឡូវនេះគឺលោតចូល2026ម្ដងហើយយើងក៏បានឃើញ John ធ្វើដំណើរមកកាន់ទីក្រុង Rushville នេះផងដែរដោយមកដល់ទីនេះទីក្រុងនឹងហាក់ដូចជាស្ងប់ស្ងាត់ប្លែកហើយ Carrie នឹងគឺបានតាក់ទង John មកទីនេះដោយសារមានរឿងសំខាន់មួយព្រោះតែនាងហើយនឹងសន្តិសុខគឺបានរកឃើញសាកសពរបស់ Hal Jordan គឺអង្គុយស្លាប់ម្នាក់ឯងនៅកន្លែងកីឡាបាល់ឱបនោះជាមួយនឹងស្នាមគ្រាប់កាំភ្លើងនៅនឹងមុខរួចសូម្បីតែចិញ្ចៀន Green Lantern ក៏បាត់ចេញពីដៃរបស់គាត់ដែរហើយ John នឹងក៏ត្រូវសម្លឹងមើល Hal ទាំងភាពឈឺចាប់មែនទែនជាមួយនឹងចម្ងល់ជាច្រើនពេញខួរក្បាលថាមានរឿងអ្វីកើតឡើងអេពីសូតទី1នេះគឺចប់ត្រឹមហ្នឹងដល់គេគឺបាន set up តួអង្គឯងរបស់យើងក៏ដូចជារឿងរ៉ាវអាចកំបាំងជាច្រើនតាក់ទងជាមួយនឹងក្រុម Guardian រឿងរ៉ាវ Alien ក៏ដូចជា Hal Jordan និងចិញ្ចៀន Green Lantern នេះហើយចង់ដឹងថាមាន
រឿងអីកាលឡើងទៀតគឺមានតែមើលអេពីសូតបន្តប៉ុណ្ណោះកុំភ្លេចចុច like និង subscribe បើសិនជាចូលចិត្តហើយចុចខាងស្ដាំសម្រាប់មើលវីដេអូផ្សេងទៀត scan ខាងឆ្វេងសម្រាប់គ្រប់គ្រងការផលិតវីដេអូមួយនេះយើងជួបគ្នានៅវីដេអូក្រោយបាយបាយ